អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមបណ្ឌិតច័ន្ទសុភាបានថ្លែងថាគ្រូបង្រៀនសតវត្សទី21ត្រូវមានបំណិនសតវត្សទី21បំណិនត្រូវទីពិចារណាច្នៃប្រឌិតសហការនិងទំនាក់ទំនងបានល្អដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូររបស់ពិភពលោកមានភាពបត់បែនភាពធន់និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើយ៉ាងណាឲ្យសិស្សទទួលបាននូវការសិក្សាប្រកបដោយគុណភាពជាពិសេសជំនាញបច្ចេកវិទ្យា Digital សម្រាប់ឈានឆ្ពោះទៅកាន់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ2030និងឆ្នាំ2050ជាប្រទេសអភិវឌ្ឍដោយអរិយប្រទេសនៅលើសកលលោកការថ្លែងនេះក្នុងឱកាសដែលវិទ្យាឋានគ្រូកុសលបាត់ដំបងបានសហការជាមួយដៃគូពាក់ព័ន្ធនានាបានរៀបចំបើកនិងបិទសន្និសីទអន្តរជាតិលើកទី1ស្ដីពីគ្រូបង្រៀនសតវត្សទី21ក្រោមប្រធានបទពីការស្រាវជ្រាវទៅនវានុវត្តន៍មេគាឆ្ពោះទៅការអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាពនៅកម្ពុជាបានធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ទី2នៃខែវិច្ឆិកាឆ្នាំ2025នៅវិទ្យាឋានគ្រូកុសលបាត់ដំបងដែលនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការផ្តល់ឱកាសដល់លោកគ្រូអ្នកស្រាវជ្រាវនិងភាគីពាក់ព័ន្ធទាំងអស់បានចែករំលែកនៅបទពិសោធន៍នានាទាក់ទងនឹងការអប់រំការស្រាវជ្រាវក៏ដូចជានវានុវត្តន៍ផ្សេងទៀតដល់សិស្សនិស្សិតគ្រូនិស្សិតលោកគ្រូអ្នកសិក្សាស្រាវជ្រាវអ្នកបង្កើតគោលនយោបាយនៅទូទាំងប្រទេសកម្ពុជាដើម្បីក្លាយខ្លួនជាគ្រូបង្រៀនប្រកបដោយចំណេះដឹងគុណភាពនិងនវានុវត្តន៍ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 នាយកវិទ្យាឋានគ្រូកុសលបាត់ដំបងឯកឧត្តមបណ្ឌិតជារដ្ឋាបានថ្លែងថាសន្និសីទអន្តរជាតិស្ដីពីការអប់រំគ្រូបង្រៀនសតវត្សទី21ថ្ងៃនេះជាសកម្មភាពអាទិភាពមួយរបស់វិទ្យាឋានសម្ដៅដល់ការចូលរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ស្រាវជ្រាវអប់រំនៅកម្ពុជាការកសាងនៅប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវអប់រំនិងនវានុវត្តន៍ពេញលេញមួយនៅកម្ពុជាដើម្បីរុញច្រានវឌ្ឍនភាពគុណភាពនៃការរុញច្រានវឌ្ឍនភាពគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលគ្រូនៅកម្ពុជាដែលមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសក្តានុពលនិងឧត្តមភាពរបស់កម្ពុជានាពេលខាងមុខឯកឧត្តមនាយកវិទ្យាឋានបានបញ្ជាក់ថាគោលបំណងសំខាន់ចំនួន3នៃអង្គសន្និសីទគឺចែករំលែកនៅចំណេះដឹងលទ្ធផលស្រាវជ្រាវនិងឧត្តមមានវ័ន្តពាក់ព័ន្ធប្រធានបទសំខាន់ដែលគ្រប់គ្រងដល់ការអប់រំនៅកម្ពុជាដូចជាការកែលម្អការបង្រៀនលទ្ធផលសិក្សាសិស្សដោយផ្អែកលើភស្តុតាងបរិវត្តកម្ម Digital នៃការអប់រំនវានុវត្តន៍គ្រូកុសលការផ្លាស់ប្ដូរការរៀនបង្រៀនតាមរយៈការស្រាវជ្រាវនវានុវត្តន៍នៃវិធីសាស្ត្របង្រៀនកញ្ចប់អំណាចគណិតវិទ្យាថ្នាក់ដំបូងការបញ្ចូលបច្ចេកវិទ្យាអប់រំបញ្ញាសិប្បនិម្មិតគ្រប់គ្រងស្រាវជ្រាវប្រតិបត្តិអភិបាលកិច្ចសាលារៀននិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវប្រតិបត្តិការកសាងទំនាក់ទំនងនិងសហប្រតិបត្តិការក្នុងចំណោមអ្នកឯកទេសអប់រំអ្នកស្រាវជ្រាវអប់រំវ័យក្មេងនិងអ្នករៀបចំគោលនយោបាយអប់រំដើម្បីបង្កើតភាពប្រតិកលាគ្នានៃការស្រាវជ្រាវនិងការកសាងគោលនយោបាយអភិវឌ្ឍវិស័យអប់រំនិងការចងក្រងបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវអប់រំដើម្បីជាឯកសារសម្រាប់គ្រប់គ្រងដល់ដំណើរការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាពិសេសសម្រាប់ចក្ខុវិស័យឆ្នាំ2050របស់កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមបណ្ឌិតច័ន្ទសុភាបានលើកបង្ហាញថាតាមរយៈនៃប្រធានបទពីការស្រាវជ្រាវទៅនវានុវត្តន៍មេគាឆ្ពោះទៅការអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាពនៅកម្ពុជាគឺជាប្រធានបទដ៏សំខាន់ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យានិងបរិវត្តកម្ម Digital ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅក្នុងវិស័យអប់រំកម្ពុជាសម្ដៅដល់ការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹងសមត្ថភាពខ្ពស់ភាពច្នៃប្រឌិតស្មារតីសហគមន៍ភាពនវានុវត្តន៍និងក្រមសីលធម៌ខ្ពស់ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថានៅសតវត្សទី21នេះគ្រូបង្រៀនមិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងប៉ុណ្ណោះទេគ្រូបង្រៀនថែមទាំងជាអ្នកណែនាំអ្នកបង្កើតបទពិសោធន៍សិក្សានិងជាអ្នកច្នៃប្រឌិតដែលរៀបចំសិស្សឲ្យមានសមត្ថភាពពេញលេញដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរបស់សកលភាវូបនីយកម្មរបស់ពិភពលោកសន្និសីទថ្ងៃនេះមិនត្រឹមតែជាព្រឹត្តិការណ៍វិទ្យាសាស្ត្រទេវាថែមទាំងជាសកម្មភាពដើម្បីផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងការច្នៃប្រឌិតនិងការអនុវត្តវេទិកាថ្ងៃនេះជាព្រឹត្តិការណ៍ដែលបង្កើតឱកាសក្នុងការផ្លាស់ប្ដូរគំនិតបទពិសោធន៍និងការអនុវត្តជាក់ស្ដែងដើម្បីឲ្យការអប់រំនៅកម្ពុជាដើរទាន់សម័យកាលនៃការផ្លាស់ប្ដូររបស់ពិភពលោកពោលគឺបច្ចេកវិទ្យា Digital បញ្ញាសិប្បនិម្មិត
និងបណ្ដាញសង្គមផ្សេងៗដែលកំពុងផ្លាស់ប្ដូររបត់នៃការរស់នៅការធ្វើការងារនិងការរៀនសូត្ររបស់មនុស្សទូទាំងសកលលោក scientific